ក្រោយពីមានគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសថៃនិងដែលបានធ្វើឲ្យកក្រើកទីក្រុងបាងកកទាំងមូលថ្មីនេះក៏មានហេតុការណ៍បាក់ស្រុតដីថ្នល់ក្នុងជម្រៅដ៏ជ្រៅរហូតដល់50ម៉ែត្រដែលហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃពុធទី24ខែកញ្ញាឆ្នាំ2025និងដែលបានคล้ายជាក្តីបារម្ភមួយរបស់អ្នករស់នៅទីក្រុងបាងកកនិងហាក់ដូចជាពញ្ញាស្មារតីឲ្យដឹងអំពីការសិក្សារបស់អ្នកវិទ្យាសាស្ត្រដែលមើលឃើញអំពីអនាគតរបស់ទីក្រុងមួយនេះថាមិនយូរទៀតទេនឹងលិចបាត់ទៅក្រោមបាតសមុទ្រដោយមិនអាចស្រោចស្រង់បានមិនតែប៉ុណ្ណោះក្រុមអ្នកស្រាវជ្រាវបានហៅទីក្រុងបាងកកថាជាទីក្រុងលិចលង់ The Sinking City និងថែមទាំងអាចប្រឈមជាមួយនឹងបញ្ហាយ៉ាងធ្ងន់ធ្ងរបំផុតដោយសារកត្តាអាកាសធាតុនិងទីតាំងភូមិសាស្ត្ររបស់ទីក្រុងដ៏អាផុតមួយនេះដែលស្ថិតនៅក្រោមកម្រិតនីវ៉ូទឹកសមុទ្ររូបភាពដ៏គួរឲ្យរន្ធត់ខ្លាំងនៅពេលដឹងថាផ្លូវថ្នល់បាក់ស្រុតទៅក្រោមដីរហូតដល់ជម្រៅជាង50ម៉ែត្រគឺជាហេតុការណ៍ដ៏កម្របំផុតមួយឬស្ទើរតែមិនធ្លាប់កើតមានទាល់តែសោះនៅលើលោកទស្សនវិជ្ជាប្លែកៗទាក់ទងនឹងគ្រោះធម្មជាតិនៅក្នុងប្រទេសថៃជាពិសេសក្នុងទីក្រុងបាងកកផ្ទាល់តែម្ដងហាក់កំពុងបង្កឲ្យមានការភ្ញាក់ផ្អើលមួយកម្រិតថែមទៀតដែលត្រូវបានកត់ត្រាចូលក្នុងបញ្ជីវិបត្តិការប្រែប្រួលអាកាសធាតុសកលអត្ថបទស្រាវជ្រាវមួយចេញផ្សាយដោយស្ថាប័ន Urban Land Institute ដែលបានផ្សព្វផ្សាយកាលពីខែមិថុនាឆ្នាំ2019បានហៅទីក្រុងបាងកករបស់ប្រទេសថៃថាជាទីក្រុងលិចលង់ឬ The Sinking City ដោយសារតែកត្តាអាកាសធាតុប្រែប្រួលនិងធ្វើឲ្យទីក្រុងមួយនេះជួបស្ថានភាពកាន់តែអាក្រក់ករណីសិក្សាមួយពីសន្ទុះហានិភ័យអាកាសធាតុសកលឆ្នាំ2017ដោយអង្គការក្រៅរដ្ឋាភិបាលមួយដែលមានឈ្មោះថា German Watch បានពិនិត្យមើលស្ថានភាពរបស់ទីក្រុងបាងកកដោយសន្មតថាសីតុណ្ហភាពនឹងកើនឡើង4អង្សាសេនាពេលអនាគតនៅក្រោមសេណារីយ៉ូនេះទីក្រុងបាងកកនឹងជួបប្រទះនូវគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរហើយប្រហែល 40% នៃទីក្រុងនេះនឹងជន់លិចដោយព្រឹត្តិការណ៍ភ្លៀងធ្លាក់ខ្លាំងនិងការកើនឡើងនៃកម្រិតនីវ៉ូទឹកសមុទ្រដល់ទៅ15សង់ទីម៉ែត្របន្ថែមទៀតត្រឹមឆ្នាំ2030បើក្រឡេកមើលកាន់តែវែងឆ្ងាយតទៅមុខទៀតការសិក្សាបានបង្ហាញពីការជន់លិចរហូតដល់ទៅ 70% នៃទីក្រុងបាងកកទាំងមូលដោយកម្ពស់ទឹកសមុទ្រនឹងមានការកើនឡើងដល់ទៅ88សង់ទីម៉ែត្របន្ថែមទៀតនៅក្នុងឆ្នាំ2080គួរបញ្ជាក់ថាទីក្រុងបាងកកគឺងាយរងគ្រោះដោយសារទឹកជំនន់ណាស់ត្បិតទីក្រុងដែលស្ថិតនៅតាមបណ្ដោយខ្សែទឹកមួយនេះមានទីតាំងស្ថិតនៅពីលើកម្រិតនីវ៉ូទឹកសមុទ្រតិចតួចបំផុតតាមការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថាទីក្រុងតាមបណ្ដោយដងទន្លេមួយនេះបានធ្លាក់ចុះក្រោមនីវ៉ូទឹកសមុទ្ររួចទៅហើយមិនតែប៉ុណ្ណោះទីក្រុងនេះស្ថិតនៅក្នុងចំណោមទីក្រុងដែលលិចលឿនបំផុតរបស់ពិភពលោករបាយការណ៍ដែលសិក្សាដោយ Urban Land Institute ក៏រកឃើញថារាជធានីនៃប្រទេសថៃបច្ចុប្បន្នកំពុងលិចលង់ដល់ទៅ2សង់ទីម៉ែត្រក្នុងមួយឆ្នាំដោយនេះគឺជាការគំរាមកំហែងមួយដល់ទីក្រុងបាងកករបស់ថៃដែលមានប្រជាជនជាង11លាននាក់គិតត្រឹមឆ្នាំ2023ទន្លេចៅប្រយ៉ាបានក្លាយទៅជាទីកន្លែងដែលមានទឹកជំនន់ជាទៀងទាត់ជារៀងរាល់ឆ្នាំហើយហេតុការណ៍ដែលធ្ងន់ធ្ងរបំផុតបានកើតឡើងកាលពីឆ្នាំ2011នៅពេលដែលភ្លៀងធ្លាក់ខ្លាំងបានធ្វើឲ្យផ្លូវទឹកនៅភាគខាងជើងហូរហៀនិងលិចទីក្រុងបាងកកអស់រយៈពេលជាច្រើនខែទឹកជំនន់កាលពីឆ្នាំ2011បានបណ្ដាលឲ្យមនុស្សស្លាប់ជាង800នាក់ខណៈរដ្ឋាភិបាលថៃខាតបង់ប្រាក់អស់ប្រមាណជាង$50,000 លានអាមេរិកនិងប៉ះពាល់ដល់មនុស្សជាង13លាននាក់សន្ទុះហានិភ័យអាកាសធាតុសកលឆ្នាំ2017បានដាក់ចំណាត់ថ្នាក់ប្រទេសថៃក្នុងចំណោមប្រទេសកំពូលទាំង10នៅលើពិភពលោកដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយការប្រែប្រួលអាកាសធាតុការរស់រានមានជីវិតរបស់ទីក្រុងបាងកកគឺស្ថិតក្នុងហានិភ័យខណៈដែលសីតុណ្ហភាពនៅតែបន្តកើនឡើងជារៀងរាល់ឆ្នាំដែលរួមចំណែកបន្ថែមដល់ការកើនឡើងកម្ពស់ទឹកសមុទ្រធនាគារពិភពលោកបានព្យាករណ៍ថា 40% នៃទីក្រុងបាងកកអាចនឹងត្រូវជន់លិចនៅក្នុងឆ្នាំ2030ដោយសារតែភ្លៀងធ្លាក់ខ្លាំងដែលបណ្ដាលមកពីកត្តាបម្រែបម្រួលអាកាសធាតុក្រៅតែពីគ្រោះរញ្ជួយដីនិងការបាក់ស្រុតផ្លូវស្រស់ៗឬដែលភាសាសាមញ្ញគេហៅថាព្រះធរណីស្រូបនៅកណ្ដាលទីក្រុងបាងកកជាក់ស្ដែងថ្មីនេះក៏មានសេចក្តីរាយការណ៍ថា
ទីក្រុងបាងកកបានជួបទាំងព្យុះភ្លៀងនិងរន្ទះបាញ់ខណៈប្រជាជននិយាយថាមិនធ្លាប់ជួបគ្រោះកាចបែបនេះនោះទេកាលពីមុនមកនៅព្រឹកថ្ងៃសុក្រទី3ខែតុលាឆ្នាំ2025ទីក្រុងបាងកកបានជួបប្រទះព្យុះភ្លៀងដ៏ខ្លាំងក្លាដែលបណ្ដាលឲ្យប៉ើងដំបូលផ្ទះនិងបាក់ដើមឈើសង្កត់យានយន្តហើយអ្វីដែលចម្លែកនោះគឺអ្នកក្រុងបាងកកបាននាំគ្នានិយាយថាពួកគេមិនធ្លាប់ជួបគ្រោះធម្មជាតិដ៏កាចសាហាវបែបនេះនោះទេព្រោះវាបានលាយឡំនឹងរន្ទះគួរឲ្យខ្លាចជាទីបំផុតថ្លែងប្រាប់អ្នកសារព័ត៌មានข่าวសុទ្ធរបស់ថៃស្ត្រីជនជាតិថៃវ័យ69ឆ្នាំម្នាក់ឈ្មោះវ៉ាន់ឡាយ៉ាបាននិយាយថាគាត់រស់នៅខណ្ឌចតុចៈរាប់ឆ្នាំមកហើយនៅថ្ងៃមានព្យុះគាត់បានឮសំឡេងរន្ទះបាញ់មានភ្លៀងខ្លាំងនិងខ្យល់កន្ត្រាក់ដ៏កាចសាហាវបោកបំពើងរបស់របរហើរពាសវាលពាសកាលដើមឈើក៏បាក់សង្កត់រថយន្តបង្កការខូចខាតនេះគឺជាហេតុការណ៍ដ៏ធ្ងន់ធ្ងរបំផុតដែលគាត់មិនធ្លាប់ជួបប្រទះសោះពីមុនមកសូមជម្រាបជាថ្មីព្យុះបានវាយប្រហារខណ្ឌចតុចៈនាវេលាម៉ោង 5:30 នាទីព្រឹកថ្ងៃសុក្របណ្ដាលឲ្យមានការបំផ្លិចបំផ្លាញក៏ប៉ុន្តែមិនមានសេចក្តីរាយការណ៍អំពីមនុស្សស្លាប់ឬរបួសនោះទេមិនមែនតែនៅទីក្រុងបាងកកទេដើមឈើដ៏ធំមួយដើមក៏បានបាក់សង្កត់លើរថយន្តជាច្រើនគ្រឿងនៅក្នុងស្រុកប៉ាក្រេតនៃខេត្តនន្ទបុរីផងដែរដោយបង្កការបំផ្លិចបំផ្លាញនិងខូចខាតយ៉ាងធ្ងន់ធ្ងរក្រោយគ្រោះធម្មជាតិនេះបានវាយប្រហារអាជ្ញាធរទីក្រុងបាងកកបានព្រមានថាទីក្រុងបាងកកអាចប្រឈមនឹងទឹកជំនន់ដ៏ធំក្នុងអំឡុងថ្ងៃទី9ដល់ថ្ងៃទី10ខែតុលាដោយសារតែការកើនឡើងនៃកម្ពស់ទឹកក្នុងទន្លេចៅប្រយ៉ារួមជាមួយនឹងភ្លៀងធ្លាក់និងការរំដោះទឹកចេញពីទំនប់ទឹកនៅផ្នែកខាងលើការិយាល័យធនធានទឹកជាតិរបស់ថៃបានព្យាករណ៍ថាចាប់ពីថ្ងៃទី3ដល់ថ្ងៃទី6ខែតុលាកម្ពស់ទឹកនៅតាមដងទន្លេចៅប្រយ៉ាទន្លេថាជីននិងទន្លេមេខ្លងនឹងកើនឡើងគួបផ្សំជាមួយនឹងជំនោរខ្ពស់ដោយអាចរុញច្រានកម្ពស់ទឹក 1.7 ទៅ 1.9 ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រយ៉ាងណាក៏ដោយទីក្រុងបាងកកមិនទាន់ឃើញមានភ្លៀងធ្លាក់ខ្លាំងនៅឡើយនោះទេក៏ប៉ុន្តែគេរំពឹងថាទឹកភ្លៀងនឹងកើនឡើងនៅសប្តាហ៍ក្រោយជុំវិញបញ្ហានេះរដ្ឋបាលទីក្រុងបាងកកបានរៀបចំបាវខ្សាច់ជាង 20,000 បេរួចទៅហើយដើម្បីការពារទំនប់ទឹកនិងកន្លែងងាយរងគ្រោះអាជ្ញាធរថៃបានត្រៀមស្បៀងអាហារទឹកបរិសុទ្ធថ្នាំសង្កូវនិងទូកសម្រាប់ជម្លៀសពលរដ្ឋចេញពីតំបន់ទឹកលិចព្រមទាំងដាស់តឿនពលរដ្ឋដែលរស់នៅក្បែរមាត់ទន្លេនិងតំបន់គ្រោះថ្នាក់ឲ្យប្រុងប្រយ័ត្នខណៈកម្រិតទឹកកើនឡើងខ្ពស់និងគ្រោះថ្នាក់ដោយសារទឹកហូរធ្លាក់ពីតំបន់ព្រៃភ្នំដើម្បីត្រៀមខ្លួនជញ្ជូនសម្ភារៈទៅកាន់ទីទួលមានសុវត្ថិភាពពលរដ្ឋថៃរស់នៅតាមបណ្ដាខេត្តមានការបារម្ភខ្លាំងនិងបន់ស្រន់ទេវតាព្រមទាំងម្ចាស់ទឹកម្ចាស់ដីសូមឲ្យប្រទេសថៃរួចផុតពីគ្រោះធម្មជាតិនេះយ៉ាងណាក៏ដោយអាជ្ញាធរបានព្រមានថាស្ថានភាពនឹងមិនធូរស្បើយឆាប់ៗនោះទេពលរដ្ឋត្រូវត្រៀមខ្លួនចំពោះបាតុភូតអាក្រក់ៗដែលអាចនឹងមកដល់បន្ថែមទៀតនៅពេលខាងមុខគណៈអ្នកជំនាញថៃបានទាញស្ថានភាពគ្រោះថ្នាក់ទឹកជំនន់ឆ្នាំនេះដោយទៅនឹងវិនាសកម្មកាលពីឆ្នាំ2011ព្យុះអស់ពី1ចូល1បានបង្កនៅទុក្ខវេទនាដល់ប្រជាជនថៃដោយបង្កើតជាគ្រោះទឹកជំនន់លិចសពទិសទីបូកផ្សំជាមួយនឹងបំណាក់ដីដ៏កាចសាហាវសម្រាប់ពលរដ្ឋអស់ជាច្រើនអ្នកទស្សនវិជ្ជានៅក្នុងឆ្នាំ2025នេះធ្វើឲ្យគេនឹកឃើញដល់វិនាសកម្មនៃគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរបំផុតកាលពី14ឆ្នាំមុនដែលបង្កការបំផ្លិចបំផ្លាញយ៉ាងធំធេងអ្នកជំនាញថៃបានទាញស្ថានភាពគ្រោះថ្នាក់ទឹកជំនន់ឆ្នាំនេះទៅនឹងឆ្នាំ2011រួចទៅហើយត្បិតថាបច្ចុប្បន្នជនរងគ្រោះមិនមានច្រើនដូចកាលនោះហើយប្រព័ន្ធនានាត្រូវបានគ្រប់គ្រងយ៉ាងល្អក៏ដោយលោកសេរីសុប្រតិតនាយកមជ្ឈមណ្ឌលបម្រែបម្រួលអាកាសធាតុនិងគ្រោះមហន្តរាយនៅសាកលវិទ្យាល័យរ៉ាំងស៊ីតនិងជាអ្នកចងក្រងរបាយការណ៍របស់ក្រុមប្រឹក្សាអន្តររដ្ឋាភិបាលស្ដីពីការប្រែប្រួលអាកាសធាតុបាននិយាយថាគ្រោះធម្មជាតិនឹងកើតមានកាន់តែញឹកញាប់និងសាហាវទៅនៅថ្ងៃអនាគតត្បិតចំនួនព្យុះជាមធ្យមប្រចាំឆ្នាំទំនងជាមិនកើនឡើងលើសពី25ដងក៏ដោយតែគេហ៊ានសន្មតថាកម្លាំងរបស់ព្យុះនាពេលអនាគតនឹងកាន់តែខ្លាំងឡើងជាពិសេសព្យុះត្រូពិចអាចពង្រឹងខ្លួនទៅជាព្យុះទីហ្វុងខណៈព្យុះទីហ្វុងមួយចំនួនអាចកាន់តែខ្លាំងជាងមុនបន្ថែមទៀត
ទៅជាព្យុះទីហ្វុងទំនើបដែលនាំមកនៅភ្លៀងធ្លាក់និងខ្យល់បក់កាន់តែខ្លាំងសូមជម្រាបថាកាលពីឆ្នាំ2011ប្រទេសថៃបានជួបគ្រោះទឹកជំនន់យ៉ាងធំសម្បើមដោយសារឥទ្ធិពលព្យុះភ្លៀងមូសុងបណ្ដាលឲ្យមនុស្សស្លាប់ជាង800នាក់និងប៉ះពាល់ដល់ពលរដ្ឋជាង13លាននាក់ផ្សេងទៀតនិងថែមទាំងឈានដល់ការប្រកាសអាសន្ននៅខេត្តចំនួន60ផងដែរក្រៅពីសម្លាប់មនុស្សទឹកជំនន់ឆ្នាំ2011នៅប្រទេសថៃគឺស្ថិតក្នុងចំណោមគ្រោះមហន្តរាយធម្មជាតិដែលបង្កការខាតបង់ទឹកប្រាក់ច្រើនបំផុតលើពិភពលោកនាពេលនោះដោយបំផ្លាញសេដ្ឋកិច្ចថៃក្នុងទំហំទឹកប្រាក់រហូតដល់ទៅជាង$50,000 លានសហរដ្ឋអាមេរិកផងដែរប្រជាពលរដ្ឋខ្មែរមួយចំនួនបានលើកជាសំណួរថាតើនេះជាបាបកម្មឬយ៉ាងណារាល់ពេលដែលថៃមានជម្លោះជាមួយកម្ពុជាប្រទេសថៃតែងតែជួបគ្រោះអាសន្នឬគ្រោះទុរភិក្សជានិច្ចជាក់ស្ដែងក្នុងឆ្នាំ2025នេះថៃបានបង្កសង្គ្រាមឈ្លានពានទឹកដីកម្ពុជាហើយក៏ជាឆ្នាំដែលប្រទេសថៃជួបប្រទះនៅគ្រោះមហន្តរាយធម្មជាតិចម្លែកជាបន្តបន្ទាប់ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសថៃមានជាអាចគ្រោះរញ្ជួយដីគ្រោះបាក់ស្រុតផ្លូវនៅកណ្ដាលទីក្រុងបាងកកស្រស់ដែលភាសាអ្នកស្រុកគេហៅថាព្រះធរណីស្រូបនិងហេតុការណ៍អាក្រក់ជាច្រើនរាប់មិនអស់ផ្សេងទៀតនៅទូទាំងប្រទេសជាដើម